បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូននេះខ្ញុំបាទសូមបង្ហាញទីតាំងដីមួយកន្លែងដែលគៀកនឹងវត្តតាសុតតែម្ដងណាពុកម៉ែបងប្អូននេះផ្លូវបំបែកចូលនេះឡើងទៅប្រហែលជា2គីឡូទៅដល់វត្តតាសុតហើយទីតាំងដីរបស់យើងនេះគឺមានទំហំ20 x 105នេះគឺជាច្រកចូលលោកមុនខ្ញុំបាទណែនាំពីផ្លូវជាតិលេខ5ចុះមកដល់ទីតាំងដីហើយឥឡូវនេះខ្ញុំបាទបង្ហាញពីផ្លូវច្រកចូលខាងពលានណាពុកម៉ែបងប្អូនខាងមកពីសាងផ្សារបារោ តោះឥឡូវបងប្អូនឥឡូវទៅតាមដានទស្សនាជាមួយខ្ញុំបានខ្ញុំណែនាំទៅដល់ទីតាំងដីតែម្ដងណាតោះបងប្អូនឥឡូវខ្ញុំបាទសូមបង្ហាញទីតាំងទៅតែម្ដងណាបងប្អូនឥឡូវយើងទៅតាមផ្លូវនេះដល់ទៅវត្តសុតណាបងប្អូនឥឡូវយើងបែរមកចូលទីតាំងដីរបស់យើងចុះមកពីទីតាំងដីរបស់យើងប្រហែលជាមិនប្រហែលគីឡូទេបងប្អូនតែទីតាំងដីរបស់យើងនេះមកចុះមកទៅทางទីតាំងឡើងបត់នេះនៅគៀកនឹងវត្តសុតតែម្ដងត្រឹមតែ2គីឡូទេបត់ពីផ្លូវបត់ចូលទៅវត្តសុតហ្នឹងបងប្អូនហើយផ្លូវនេះយើងឡើងទៅខាងផ្លូវជាតិលេខ5ទៅទល់មុខនឹងវត្តថ្មកែវបងប្អូនទៅថ្មកែវមុខទៅឡើងថ្មកែវហើយទីតាំងដីរបស់យើងនេះផងដែរយើងដែលយើងបង្ហាញនេះគឺមានទំហំ20 x 105ជាប្រភេទប្លង់រឹងបាទនៅបងប្អូនជាប្រភេទប្លង់រឹងងាយស្រួលបងប្អូនអាចបើករកស៊ីឬក៏ទិញធ្វើផ្ទះលំហែឬធ្វើផ្ទះលំនៅឋាននៅក៏បានដែរបងប្អូនព្រោះអាសាទីតាំងដីរបស់យើងនេះគឺប្រជាពលរដ្ឋរស់នៅព័ទ្ធជុំវិញស្រាប់ហើយម្ចាស់ដីក៏លក់ពាក់កណ្ដាលទុកពាក់កណ្ដាលដើម្បីគាត់រស់នៅបន្តហើយគាត់ដើម្បីដោះស្រាយអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយទីតាំងដីរបស់យើងនេះគឺងាយស្រួលមែនទែនយើងចុះមកពីខាងផ្សារបារោមកបត់មកខាងឆ្វេងដៃហ្នឹងមកត្រង់រហូតមកដល់ប្រហែលជា3គីឡូឯងហើយបត់ស្ដាំនេះមកតាមផ្លូវដែលខ្ញុំបាទបង្ហាញហ្នឹងគឺមកដល់ទីតាំងដីរបស់យើងតែម្ដងហើយទីតាំងដីរបស់យើងនេះអត់មានស្ថិតនៅក្នុងដីចំណីពលានអីណាបងប្អូនគៀកនឹងផ្លូវពលានគៀកនឹងក្នុងបរិវេណពលានដែរនេះរបងពលានណាបងប្អូនបាទនឹងរបងពលានឥឡូវយើងហួសពីផ្លូវពលានផ្លូវក្នុងសាច់ដីពលាននឹងបន្តិចដល់ទីតាំងដីរបស់យើងតែម្ដងណាបងប្អូនបាទតោះបងប្អូនទៅតាមទស្សនាតាមបណ្ដោយផ្លូវហើយក៏ជជែកលេងហើយខាងនេះក៏យើងមានវត្តមួយដែរណាបងប្អូននេះក៏មានវត្តហើយខាងនេះសាលារៀនខាងព្រាលសាលាបឋមសិក្សាព្រាលបងប្អូនបាទនេះផ្ទះប្រជាពលរដ្ឋរស់នៅព័ទ្ធជុំវិញអ៊ូអតែម្ដងយើងគិតទៅដល់ទីតាំងដីរបស់យើងហើយបងប្អូនទីតាំងដីរបស់យើងនេះជជែកផងដែរជាប្រភេទប្លង់រឹងមានទំហំ20 គុណនឹង105កាត់ចំណីផ្លូវរួចជាស្រេចណាបងប្អូនយើងកាត់ចំណីផ្លូវរួចជាស្រេចដោយសារបើអត់កាត់ជាចំណីផ្លូវទេរហូតទៅដល់110បងប្អូនទីតាំងដីរបស់យើងនេះគឺអែមពិសេសមែនតើហើយមកដល់ប្រហែលជាប្រហែល1គីឡូនេះមានផ្លូវបត់មួយទៀតដែរនេះបងប្អូនផ្លូវប្រជាពលរដ្ឋហើយនេះផ្លូវកោងណាបងប្អូនមានផ្លូវកោងមួយដែរបាទហើយនេះសផ្ទះជាពលរដ្ឋរស់នៅព័ទ្ធជុំវិញអមទៅដោយផ្ទះប្រជាពលរដ្ឋណាបងប្អូនបានតែប្រជាពលរដ្ឋរស់នៅព័ទ្ធជុំវិញអស់ហើយបងប្អូនណាទីតាំងដីរបស់យើងនេះបងប្អូនដែលមានតម្រូវការដីអាចអញ្ជើញមកមើលទីតាំងដីមួយនេះបានឬក៏ជួញក្រុម Telegram របស់ខ្ញុំបាទដើម្បីមើលទីតាំងដីផ្សេងទៀតផងដែរហើយអាចប្រឹក្សាឬក៏ឆាតមកខ្ញុំបាទនឹងប្រឹក្សាជូនថាដីនៅតំបន់ណាកន្លែងណាតម្លៃប្រមាណអាចចុះបានប៉ុណ្ណាហើយប្រភេទប្លង់អីបាទពុកម៉ែបងប្អូនអាចសាកសួរខ្ញុំបានណាពុកម៉ែបងប្អូនណាបាទឥឡូវនេះយើងជិតមកដល់ទីតាំងដីហើយឥឡូវនេះបាទផ្ទះប្រជាពលរដ្ឋរស់នៅអូតែស្អាតណាពុកម៉ែបងប្អូនអើយខ្ញុំវិញប៉ែតតីស្រឡាញ់តែផ្ទះគេទេផ្ទះគេស្អាតជឿតែគេធ្វើឲ្យស្អាតអស់ហើយយើងចុះទៅដល់ទីតាំងដីរបស់យើងហើយបើយើងចុះមកពីទីតាំងដីរបស់យើងនេះមកពីខាងផ្លូវជាតិលេខ5 1គីឡូឯងអញ្ចឹងបើយើងជិះពីខាងនេះទៅយើងឆ្ងាយដែរទីតាំងដីរបស់យើងនេះហ៎បាទនេះក៏ផ្ទះជាពលរដ្ឋរស់នៅដែរបាទបាទពុកម៉ែបងប្អូនបាទយើងជិតមកដល់ទីតាំងដីរបស់យើងហើយបាទចិត្តហើយណាបងប្អូនបាទចិត្តហើយណានេះបាទពុកម៉ែបងប្អូនឥឡូវយើងមកដល់ទីតាំងដីរបស់យើងដែរម្ដងបាទនេះណានៅខាងមុខនេះតែម្ដងនេះពួកកន្លែងទស្សជាតិរបស់យើងនេះកន្លែងដើមថ្កូវនេះណាបងប្អូនបាទនេះទីតាំងដីរបស់យើងណានេះពុកម៉ែបងប្អូនពីដើមថ្កូវហ្នឹងទៅ
ពីដើមធ្លៀងហ្នឹងរហូតដល់ទៅដល់កន្លែងបង្គោលភ្លើងហើយទីតាំងដីរបស់យើងនេះគឺមានទំហំបញ្ជាក់ម្ដងទៀតគឺមានទំហំ20គុណនឹង105ជាប្រភេទប្លង់រឹងបាទបងប្អូនបាទនោះយើងឡើងទៅ1គីឡូឯទៅដល់ទីតាំងដីរបស់យើងហើយនោះខាងខាងពេទ្យបងប្អូនខាងពេទ្យខាងគាត់បើកលក់ថ្នាំលក់អីពិនិត្យព្យាបាលនៅហ្នឹងហើយផ្លូវនេះផងដែរឡើងទៅដល់ផ្សារប្រូណាបងប្អូនហើយឡើងទៅដល់នោះផែ1គីឡូឯទៅដល់ទីតាំងដីមកពីខាងនោះ1គីឡូមកដល់ទីតាំងដីរបស់យើងនេះតែម្ដងនេះណាបងប្អូនបច្ចុប្បន្ននេះយើងមានលក់ការបញ្ចុះតម្លៃត្រឹមតែ$15,500ចុះចាឥឡូវយើងបញ្ចុះតម្លៃ1000ណាបងប្អូនបាទទីតាំងដីរបស់យើងគឺល្អបាទជាប់នឹងផ្លូវរដ្ឋដែលមានទំហំ30ម៉ែត្រផ្លូវនេះបច្ចុប្បន្នដូចជាទំហំប្រហែលជា8-9ម៉ែត្រដែរតែផ្លូវក្នុងបង្គោលភ្លើងរដ្ឋណាក្នុងរដ្ឋប្លង់រឹងវាគឺមានទំហំ30ម៉ែត្របងប្អូនហើយផ្លូវនេះយើងជិះមកមិញបុកទៅដល់វត្តសុទ្ធវត្តស្ដាមប្រហែលជា2គីឡូដល់ផ្លូវចូលវត្តសុទ្ធតែម្ដងបាទនេះហើយដើមឈើហូបផ្លែច្រើនហើយបងប្អូនទិញហើយអាចរស់នៅបានហើយជាប់នឹងផ្ទះប្រជាពលរដ្ឋហើយតែម្ដងនោះផ្ទះខាងគាត់នេះផ្ទះដីដែលគាត់កំពុងតែលក់ហើយខាងនោះផ្ទះប្រជាពលរដ្ឋគាត់កំពុងធ្វើចអេគីផ្សេងៗផងដែរបាទអញ្ចឹងហើយពុកម៉ែបងប្អូនដែលមានតម្រូវការដីអាចអញ្ជើញមកមើលទីតាំងដីនេះបានបាទសូមអរគុណសូមគោរពលា